បាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទឈ្មោះសុនបូរ៉ាបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូតូចមួយលើកមកចែករំលែកចែកជូនបងប្អូនទាំងអស់គ្នាទាក់ទងនឹងការរៀបចំកម្មវិធី OBS ទុក live stream បងប្អូនអរគ្នាអូខេមួយវិញទៀតបងប្អូនអរគ្នាមុននឹងចូលវីដេអូសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel របស់ខ្ញុំអ្នកមួយផងដើម្បីជាការលើកទឹកចិត្តឬក៏បងប្អូនអាចទទួលបានវីដេអូថ្មីៗពេលដែលខ្ញុំធ្វើរួចហើយខ្ញុំនឹងទម្លាក់ចូល Channel របស់ខ្ញុំបងប្អូននឹងទទួលបានមុនគេចំពោះវីដេអូដែលខ្ញុំទម្លាក់អញ្ចឹងណាបងប្អូនអរគ្នាអូខេតោះកុំឲ្យខាតពេលយូរបងប្អូនអរគ្នាយើងចូលទៅមើលការរៀបចំកម្មវិធី OBS ពីដើមដល់ចប់ជាមួយនឹងខ្ញុំទាំងអស់គ្នាតោះលឹបអូនធ្វើការបើកកម្មវិធីច្រមួយមកដើម្បីយើងចូលទៅ download អូខេបងប្អូនអរគ្នាសូមលើកមកនេះដោយសារកម្មវិធីរបស់ខ្ញុំ Windows វា activate Windows ចឹងវាបាំងកាមេរ៉ាអូខេតោះកុំឲ្យវិញឆ្ងាយបងប្អូនអរគ្នាចូលវាយពាក្យថា OBS ហើយបងប្អូនអរគ្នាចុចពាក្យថានេះ OBS free download ឬក៏បងប្អូនចុចពាក្យថា OBS Studio ក៏បានដែរមួយណាក៏បានដែរចុចមកចេញមកបែបនេះបងប្អូនអរគ្នាធ្វើការចុចមក download នេះកម្មវិធីហ្នឹងមកចុចទៅហ្នឹងអូខេវាមាន3 window បងប្អូនអរគ្នាតាក់ទងនឹង window យើងធម្មតាជាទូទៅហើយនឹងកម្មវិធី computer Apple គេហៅថា Mac ហើយនេះកម្មវិធីដូចជា Windows Linux ចឹងណាបងប្អូនអរគ្នាអញ្ចឹងយើងប្រើកម្មវិធី Windows បងប្អូនចុចលើកម្មវិធី Windows មករួចហើយបងប្អូនចុចពាក្យថា install download នេះ download install ហ្នឹងចុចមកបងប្អូនអរគ្នាពេលដែលបងប្អូនចុចមកវានឹង load ឡើងមកដល់លើនេះកន្លែង download ទេ file កំពុង download អូខេបងប្អូនអរគ្នាខ្ញុំសូមកាត់ line នេះបន្តិចណាបងប្អូនអរគ្នាដោយសារតែខ្ញុំធ្វើការ download រួចហើយខ្ញុំបាន set up វារួចហើយអញ្ចឹងខ្ញុំសូម skip កន្លែងនេះបងប្អូនអរគ្នាអញ្ចឹងបងប្អូនឲ្យវាពេញមកពេលដែលវាពេញហើយបងប្អូនចុចនៅលើហ្នឹងមកបងប្អូនចុច next រហូតតតែវាបានកម្មវិធីមកបងប្អូនចូលទៅរៀបចំជាមួយនឹងខ្ញុំទាំងអស់គ្នាអូខេបងប្អូនអរគ្នាអញ្ចឹងវាបានហើយនេះបងប្អូននឹងគាត់បងប្អូនចុចហ្នឹងមកពុកមកនេះវា load មកនេះសារតែខ្ញុំធ្វើការ set រួចហើយបងប្អូនចុច set up វាមកណាអូខេខ្ញុំធ្វើឲ្យហ្មងទៅសុញសាញ់ឲ្យបងប្អូនចុចអានេះមកហ្នឹងទៀតមកនេះបងប្អូនទាំងគ្នាឃើញហើយកន្លែងនេះយើងចុច next រហូតមកណាបងប្អូនទាំងគ្នាបើខ្ញុំ install ទៀតវាជាន់គ្នាអូខេបងប្អូនទាំងគ្នាទៅកន្លែងនេះសូមកាត់តិចណាអញ្ចឹងខ្ញុំសូមបិទអូខេខ្ញុំសូមបិទហើយអូខេខ្ញុំសូមបិទកម្មវិធីតែម្ដងយើងចូលទៅ OBS ជាមួយគ្នាអូខេតោះបងប្អូនទាំងគ្នានេះកម្មវិធីដែលខ្ញុំធ្វើឲ្យ OBS ខ្ញុំយកវាដាក់មកលើបាធំនេះខ្ញុំចុចវាចូលអូខេបងប្អូនអរគ្នាកន្លែងនេះខ្ញុំបាន set up រួចហើយតែដំបូងពេលដែលយើង set up រួចហើយវាចេញមកថ្មីវាអត់ទាន់មានមកបែបនេះដូចខ្ញុំអញ្ចឹងណាបងប្អូនអរគ្នាវាមានតែពាក្យថា scene នេះតែមួយឯងនេះវាមកថ្មីអញ្ចឹងណាបងប្អូនអរគ្នាឃើញហើយវាមានមកថ្មីយ៉ាងហ្មងកន្លែង scene នេះអត់មានអីទាំងអស់ហើយកន្លែង source នេះក៏អត់មានអីទាំងអស់អញ្ចឹងសម្រាប់បងប្អូនដែលថ្មីបងប្អូនអាចមើលវីដេអូរបស់ខ្ញុំហើយបងប្អូននឹងអាចធ្វើបានដូចជាខ្ញុំដែរដោយសារតែខ្ញុំមើលវីដេអូបងហើយខ្ញុំចេះអញ្ចឹងខ្ញុំចង់ចែករំលែកចែកជូនអ្នកទាំងអស់គ្នាតហ្នឹងណាអូខេបងប្អូនអរគ្នាបងប្អូនចង់បង្កើត scene ថ្មីយើងអត់ចង់ប៉ះពាល់អា scene ថ្មី scene របស់វាយើងចង់បង្កើតតែម្ដងបងប្អូនចុចកន្លែងសញ្ញាបូកខាងក្រោមនេះអូខេមើលមកខ្ញុំនេះកន្លែងនេះចុចមកវានឹងចេញមកបែបនេះឃើញទេបងប្អូនអរគ្នាចឹងហើយកន្លែងនេះបងប្អូនអាចដាក់ឈ្មោះបានចង់ដាក់ពីអីបងប្អូនធ្វើការ live game ចឹងណាយើងដាក់ live game ចឹងមកព្រោះយើងរកកម្មវិធីរបស់យើងកុំឲ្យច្រឡំទេណាបងប្អូនអរគ្នាចឹងយើងដាក់ពាក្យថា live game មកយើងវាយហើយយើងចុចអូខេមកនេះបងប្អូនអរគ្នាចឹងវាចេញមកជាកន្លែង scene ថ្មីរបស់យើងអូខេវាចេញមកផ្ទាំងបាច់ខ្មៅងឹតបែបនេះបងប្អូនបន្តទៀតវាចូលមកកន្លែងសសនេះចុចសញ្ញាបូកនេះមកបងប្អូនអរគ្នាវាចេញមកច្រើនជម្រើសឲ្យយើងរើសដំបូងបងប្អូនត្រូវធ្វើអីគេមុនគេបងប្អូនមើលមកវាមាន audio input capture វាមានអីច្រើនអញ្ចឹងណាបងប្អូន browser display game image slide show វាមាន media source អញ្ចឹងណាអូខេបងប្អូនមានច្រើនអញ្ចឹងជាដំបូងបងប្អូនត្រូវ set up អានេះមុនគេមកអូខេមើលតាមខ្ញុំ step by step បងប្អូនអរគ្នាហើយកន្លែងនេះបងប្អូនអរគ្នាអាចដាក់ឈ្មោះកម្មវិធីរបស់យើងបានណានេះ micro ដែលយើងនិយាយជាសំឡេងបងប្អូនអរគ្នាអញ្ចឹងខ្ញុំអត់សរសេរអីទេខ្ញុំគ្រាន់តែធ្វើជាវីដេអូលើកមកបង្ហាញបងប្អូនអរគ្នាតែបងប្អូនអាចដូរឈ្មោះដូរអីបានហើយបងប្អូនចូលអូខេមកឃើញទេបងប្អូនអរគ្នាពេលដែលខ្ញុំធ្វើហើយវានឹងចេញមកបែបនេះអញ្ចឹងកន្លែងនេះយើងអាចរើស microphone របស់យើងបានអញ្ចឹងបងប្អូនមានកាមេរ៉ាដូចថា webcam វាសូបសំឡេងបានបងប្អូនចង់ប្រើសំឡេងជាមួយនឹង webcam បងប្អូនចុចមកតែខ្ញុំចង់ប្រើជាមួយនឹង mic របស់ខ្ញុំចុចនៅលើ mic របស់ខ្ញុំអូខេខ្ញុំចុច mic មកឬអីខ្ញុំចុច play អូខេ mic របស់ខ្ញុំមាន2ព្រោះនេះខ្ញុំចុចបិទវាកុំឲ្យវាលឺសំឡេងអញ្ចឹងនេះខ្ញុំ mic scene របស់ខ្ញុំអូខេបន្តមកទៀតយើងចូលទៅរៀបចំ display capture អូខេចុចមកអញ្ចឹងបងប្អូនធ្វើការរៀបចំឈ្មោះបានដូចគ្នាអញ្ចឹងខ្ញុំសុំអូខេរួចហើយបងប្អូនចុចនៅកន្លែងនេះ window ក្រោមនេះគេប្រើ window តែរួចហើយបងប្អូនចុចនេះមកអូខេឃើញទេបងប្អូននេះគឺវាចេញមកនេះឃើញទេស្អាតទេអូខេបន្តមកទៀត
អត់តាន់អស់ណាបងប្អូនអ្នកគ្នាមានច្រើនទៀតតមកទៀតយើងយកកន្លែង window capture ឲ្យវាផ្ដោតទៅលើតែ game របស់យើងពេលយើងបើ game វាចេញ game អញ្ចឹងណាពេលចុចមកបងប្អូនធ្វើការសរសេរឈ្មោះបានអូខេអត់អីចុចមកទៀតនេះបងប្អូនអ្នកគ្នាកន្លែងនេះពេលដែលយើងលេង game អីពេលដែលបងប្អូនចុចបើ game មកវាមានឈ្មោះ game ដូចជា PUBG Free Fire Rule Mobile Legends អីចឹងណាពេលកន្លែងហ្នឹងពេលដែលបងប្អូនចុចមកវាឲ្យយើងរើស game ប្រភេទ game ឯងដើម្បីឲ្យវា focus ទៅលើ game ចឹងណាបងប្អូនចុចហ្នឹងមកដោយសារតែខ្ញុំអត់តាន់ទេខ្ញុំគាត់តែប្រាប់បងប្អូនអ្នកគ្នាពេលដែលយើងចាប់ game ហើយវានឹងចេញផ្ទាំង game ឲ្យយើងអូតូតែម្ដងហើយរួចហើយបងប្អូនចុចអូខេមកអូខេហើយយើងមិនបាច់សូវចាប់រំច្រើនពេកអូខេបន្តមកទៀតយើងចូលទៅដល់រៀបចំការដាក់រូបភាពនៅលើ screen របស់យើងអូខេបងប្អូនចុចកន្លែង image នេះកន្លែង image នេះមកអូខេបងប្អូនមានអីគេខ្លះបងប្អូនមានរូបភាពអីខ្លះដែលត្រូវដាក់អូខេដោយសារតែនេះរូបភាពនេះខ្ញុំមានហើយអញ្ចឹងខ្ញុំចង់លើកមកបង្ហាញបងប្អូនអ្នកខ្ញុំសូមដាក់ QR ម្ដងទៀត QR មួយបើខ្ញុំដាក់តែ QR ទៅទេវាអត់ឲ្យទេដោយសារតែខ្ញុំមានរួចហើយឈ្មោះហ្នឹងអញ្ចឹងចុចអូខេមករួចហើយបងប្អូន browser ដើម្បីយើងទៅចូលរើសរូបភាពដែលយើងត្រូវការដាក់អូខេអញ្ចឹងខ្ញុំសូមចុច like QR នេះហ្មងទៅហើយខ្ញុំដាក់ថា QR ហើយអូខេបាន QR មួយនេះបងប្អូនអ្នកគ្នាហើយអានេះយើងអាច print ព្រមវាបានទេអូឡើងចុះបានហើយបងប្អូនអ្នកគ្នាចង់កាត់វាឲ្យស្អាតហ្មងកាត់តម្រឹមវាបងប្អូនចុច Alt ឲ្យជាប់ Alt បងប្អូនអ្នកគ្នាAlt នៅលើ computer យើងណាកន្លែង Alt របស់យើងនោះវាមាន control វាមាន Alt ត្រូវឲ្យបងប្អូនអ្នកគ្នាអ្នកដែលប្រើ computer គាត់ស្គាល់ពី Alt អញ្ចឹងចុច Alt ឲ្យជាប់មកយើង crop វាយើងកាត់វាជ្រាបវាអូខេកាត់វាមកទៀតមកកាត់វាទៀតមកអូឡើងលើបន្តិចយើងកាត់វាបន្តិចទៀតមកអូខេបានទេបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនចង់ដាក់នៅណាក៏បានដែរសេចចិត្តបងប្អូនអ្នកគ្នាអូខេខ្ញុំសូមដាក់នេះវាបន្តិចមកកុំឲ្យវាធំពេកណាអូខេរួចហើយបងប្អូនអ្នកគ្នាចង់ឲ្យវារៀងស្អាតណាបងប្អូនអ្នកគ្នាយើងអត់ចង់បានឲ្យវាភ្លឺពេកអញ្ចឹងនេះថាមកវាកង់ជាមួយនឹងហ្គេមយើងចុច right click នៅលើ QR ហ្នឹងមករួចហើយបងប្អូនចុចពាក្យថា filter រួចហើយបងប្អូនចុចពាក្យសញ្ញាបុកឯងរូបធុងសម្រាមនេះចុចហ្នឹងមកបងប្អូនរកពាក្យថា color correction ចុចមករួចហើយអូខេមកបងប្អូនអ្នកគ្នានេះកន្លែងនេះអាទី2នេះ contract នេះបងប្អូនអូសវាមកថយក្រោយមកដើម្បីឲ្យវារៀងស្អាតតិចណាកុំឲ្យវាច្បាស់ពេកវាកង់អញ្ចឹងណាកង់ពលឺអូខេបងប្អូនស្រឡាញ់យើងល្ងិតបងប្អូនដាក់តាមនឹងទៀតមកអូខេព្រោះហើយយើងចាក់សោវាមកកុំឲ្យវារត់ចាក់សោមកហើយបើអត់ចង់ឲ្យវាឲ្យឃើញវាទេអូខេបិទមកកន្លែងភ្នែកនេះចង់បើកវិញពេលណាក៏បានដែរអូខេអានេះយើងបិទបានដែរបន្តមកទៀតហើយដែលធ្វើទៀតបងប្អូនទាំងអស់គ្នាមានអក្សររត់ត្រូវចង់ឲ្យអក្សររត់ហើយអក្សររត់នឹងស្រួលទេបងប្អូនទាំងអស់គ្នាបងប្អូនចូលទៅធ្វើនៅក្នុង Microsoft ក៏បានឬក៏ PowerPoint ក៏បានដែរហើយយើងដាក់ ដាក់ color វាមកឲ្យវាស្អាតតិចមកហើយខ្ញុំចូលកន្លែង browser បើខ្ញុំធ្វើរួចហើយនេះអក្សររត់របស់ខ្ញុំចូលបងប្អូនឃើញហើយអក្សររត់របស់ខ្ញុំនេះខ្ញុំធ្វើនៅក្នុង PowerPoint សារ PowerPoint វាមានចាក់ពណ៌ពេញផ្ទៃផ្ទាំងអញ្ចឹងណាពេញផ្ទាំងឲ្យបងប្អូនកាត់វាមកយើងសរសេរហើយយើងកាត់វាមកយើងដាក់ពុំអក្សរមើលមកស្អាតមកអូខេមកបងប្អូននេះចុចមកគ្រប់នេះមកយើងវីដេអូនេះរៀងវែងតិចបងប្អូនអរគ្នាខ្ញុំចង់ឲ្យបងប្អូនចេះដូចខ្ញុំដែរអញ្ចឹងណាអញ្ចឹងរៀងវែងតិចសុំទោសអ្នកនរគ្នាអូខេបានទេណាបងប្អូនអរគ្នាតែចង់ឲ្យអក្សររត់អត់ពិបាកបងប្អូនអរគ្នា right click នៅលើពាក្យថា run word ហ្នឹងមកចូលកន្លែង filter នឹងដែរបងប្អូនចុចសញ្ញាបូកនេះទៀតមករួចហើយបងប្អូនយកពាក្យថា scroll នេះ scroll ហ្នឹងមកហើយបងប្អូនអូខេមកពេលដែលយើងធ្វើនៅខាងលើនេះទីវាចង់ឲ្យវារត់ទៅក្រោយទីមកក្រោយឲ្យវារត់មកមុខអូខេទីមកមុខមកឲ្យវារត់លឿនអូវែងតិចមកឲ្យវារត់មកល្មងលឿនពេកខ្លាចគេអានអត់ទាន់អញ្ចឹងណាអូខេប៉នេះសមរម្យហើយបងប្អូនអរគ្នាចុច close មកវានឹងដើរឃើញបងប្អូននេះហើយឃើញវារត់កាត់ QR របស់យើងឯងចង់ឲ្យវារត់ក្រោយ QR របស់យើងអត់ពិបាកបងប្អូនអរគ្នាចុចលើ run word ហ្នឹងមកអូសចុះមកក្រោម QR ហ្នឹងមកពាក្យក្រោម QR នេះឃើញហើយវារត់នៅក្រោមតែវារត់ដល់មកស្អាតហ្មងបងប្អូនអរគ្នាមើលទៅដូច professional អញ្ចឹងបងប្អូនអរគ្នាពិតខ្ញុំចែកពីខ្ញុំចេះតែ copy តាមគេមកតោះដើម្បីចែកម្លែកចែកជូនបងប្អូនអរគ្នាហើយមួយទៀតរៀបចំឲ្យគេទៀតតទៀតគឺនេះ webcam របស់យើងនេះ webcam នេះ video capture device ចុចហ្នឹងមកអូខេបងប្អូនចង់វាយពាក្យថាអីគេឲ្យបានដែរខ្ញុំដល់វាយ webcam មកស្រួលចាំណាបងប្អូនអរគ្នាមកឲ្យយើងបាក់ហូបពេលក្រោយទៀតអូខេមកបងប្អូនអរគ្នាខ្ញុំសូមបញ្ជាក់តិចដោយសារតែខ្ញុំមាន webcam របស់ខ្ញុំមួយហើយខ្ញុំលើកមកបង្ហាញបងប្អូនអរគ្នាតើតើនឹង webcam នេះចឹងវាអត់អាចឲ្យជាន់គ្នាបានទេ sorry ណាបងប្អូនអរគ្នាខ្ញុំសូមបិទឯនេះដោយសារខ្ញុំធ្វើវីដេអូបង្ហាញចឹងទៅវាមានវីដេអូរបស់ខ្ញុំអញ្ចឹងនេះបងប្អូនអរគ្នាបាន webcam មកបងប្អូនចូលយកមកដាក់កន្លែងនេះមកតែមកស្អាតណាបងប្អូនអរគ្នាដាក់ឲ្យពេញមកកុំធ្វើតាមខ្ញុំនេះខ្ញុំគ្រាន់តែជាវីដេអូលើកបង្ហាញបងប្អូនទាំងអស់គ្នាឲ្យចេះចឹងណាអូខេចឹងខ្ញុំសូមដាក់នេះទៅវិញអូខេតោះបងប្អូនអរគ្នាបន្តទៀតចឹងកន្លែង webcam នេះបងប្អូនអរគ្នាយល់ហើយណាអូខេចឹងខ្ញុំសូមទៅបន្តទៀតចឹងបងប្អូនអ្នកគ្នាពេលដែលបងប្អូនអ្នកគ្នាត្រូវការដាក់អក្សរឬក៏រូបភាពអីឲ្យបានពេញនៅលើហ្នឹងបងប្អូនអ្នកគ្នាចូលកន្លែង image ហ្នឹងណាធ្វើដូចមុនចឹងបងប្អូនអ្នកគ្នាអូខេអ្វីដែលត្រូវធ្វើបន្តទៀតអូខេដូចជាអស់ហើយបងប្អូនអ្នកគ្នាដូចជាអស់ហើយអ្វីដែលយើងត្រូវដាក់ចឹងដល់បងប្អូនចង់ដាក់ទៀតបន្ថែមរូបភាពបន្ថែមអីទៀតចឹងយើងធ្វើដូចគ្នាដដែលហើយអក្សររត់អក្សរអីបងប្អូនអ្នកគ្នាមើលដែលខ្ញុំធ្វើហ្នឹងទៅបងប្អូនចេះហើយអូខេ
តមកប៉ុណ្ណេះអូខេខ្ញុំសូមលើកនេះបន្តិចចូលដល់កន្លែង setting យើងម្ដងបងប្អូនចូលកន្លែង setting នេះដើម្បីយើងទៅសារ៉េទំហំរបស់វាអូខេកន្លែងនេះ stream របស់យើងនេះបងប្អូនអ្នកគ្នាចឹងចេញមកដំបូងវាអត់មាននេះទេវាចេញជា customer ទេចឹងវាចេញមកបែបនេះដំបូងណាពេលដែលយើង set up ហើយចឹងយើងចង់ live លើគេវាមាន YouTube វាមាន Facebook វាមានគេ stream វាមាន Twitter វាមានស្អីច្រើនបងប្អូនអ្នកគ្នាចឹងយើងធ្វើលើ Facebook យើងចុច Facebook ហ្នឹងមកចឹងហើយអា stream key នេះបងប្អូនអ្នកគ្នាយល់ហើយយើងចូលទៅក្នុង Facebook របស់យើងមកនេះខ្ញុំសុំចូលក្នុង Facebook របស់ខ្ញុំមកស្លំសុំទោះមួយបងប្អូនអ្នកគ្នាមួយ speed time មួយអូខេនេះ stream key របស់យើងវីដេអូរបស់យើង page ក៏មាន profile ក៏មានដែរបងប្អូនអ្នកគ្នាចូលលើកន្លែងនេះ live video មកចុចពាក្យ live video នេះមកហើយយើងចុចពាក្យថា go live ចុច set up នេះមក set up មកដើម្បីយើងយក stream key បងប្អូនអ្នកគ្នាហើយវីដេអូនេះខ្ញុំរៀងនិយាយលេងសាយទៀតបងប្អូនអ្នកគ្នានេះបងប្អូនអ្នកគ្នាយើងកុំយកឡើង webcam អត់មាន stream key ទេយើងចុចកន្លែងសញ្ញា sound នេះគេដាក់ streaming software អូខេនេះ stream key របស់វាបងប្អូនអ្នកគ្នាចុចមក copy មកពេលយើងចូលទៅក្នុងកម្មវិធី OBS យើងវិញមកហើយបងប្អូនចុចលើនេះមកបងប្អូន pass ធ្វើការ pass វាមកអូខេដំបូងវាចេញមកវាអត់មានឲ្យយើងគ្រីសទេអញ្ចឹងបងប្អូនអ្នកគ្នាពេលដែលថ្មីពេលដែលយើង pass stream key របស់យើងហើយយើងចុចកន្លែងនេះកន្លែងគ្រីសចុចអូខេនេះមកចុចមកបើវាជាប់នេះហើយបងប្អូនចុចពាក្យថា apply មកអូខេចុចពាក្យ apply នេះមកអូខេអាហ្នឹងចំពោះថា stream key បងប្អូនអ្នកគ្នា stream key Facebook ហើយ YouTube ដូចគ្នាតបមកទៀត output បងប្អូនអ្នកគ្នាចេញដំបូងគឺវា simple ចេះហេវាអត់មកអីដូចយើងដំបូងអញ្ចឹងណាអញ្ចឹងយើងចូលកន្លែងហ្នឹងមកយើងចូលពាក្យថា advanced អូខេ advanced អញ្ចឹងបងប្អូនអ្នកគ្នាឥឡូវនេះយើងមិនបាច់បំពេញទេហើយបងប្អូនអ្នកគ្នាកន្លែងនេះយើងត្រូវបំពេញមកបងប្អូនអ្នកគ្នាមាន VGA card អញ្ចឹងបងប្អូនរើសចូលពាក្យ VGA card របស់យើងមកដើម្បី live stream កុំឲ្យវាក្តៅដោយសារតែកុំព្យូទ័រខ្ញុំអត់ទាន់ដាក់ VGA card ទេបងប្អូនអ្នកគ្នាមិនទោះអញ្ចឹងវា auto តែម្ដងហើយកន្លែងនេះបងប្អូនដាក់ដូចខ្ញុំមកចង់ឲ្យវាពេញ full screen ណាបងប្អូនអ្នកគ្នាយើង live game យើងផ្ដេកអញ្ចឹងយើងអត់ដាក់បញ្ឈរអញ្ចឹងយើងចូលនេះមកអូខេតបមកក្រុមនេះCBR នេះទៅដែរធម្មតាអញ្ចឹង bitrate នេះសំខាន់អ៊ីនធឺណិតបងប្អូនបើបងប្អូនដើរលឿនបងប្អូនដាក់ 6000 អីចឹងមកឬក៏ដាក់លើហ្នឹងមកដោយសារអ៊ីនធឺណិតខ្ញុំ slow ខ្ញុំដាក់ត្រឹមតែ 4000 ឬក៏2500អាហ្នឹងទូទៅបងប្អូនហ្នឹងចំពោះអ្នកអ៊ីនធឺណិត slow អូខេកន្លែងនេះkey frame នេះបងប្អូនដាក់2មកណាបងប្អូនអ្នកគ្នាដាក់2មកហើយនេះបងប្អូនដាក់ very fast អីមកហើយ profile នេះបងប្អូនដាក់ high មកហើយបើបងប្អូនអត់មានទៀតទេមានតែប៉ុណ្្នឹងដូចខ្ញុំអូខេដាក់ប៉ុណ្្នឹងមករួចហើយយើងចូលកន្លែង record ម្ដង record ក៏ដូចគ្នាបងប្អូនអ្នកគ្នាដំបូងវាចេញមកនេះ standard ទេដោយសារតែខ្ញុំចង់ធ្វើវីដេអូផងនិង YouTube ផង Facebook ផងខ្ញុំយកកន្លែង custom ហ្នឹងណាចឹងចេញមកដំបូងតែប៉ុណ្នេះចឹងបងប្អូនមើលទៅកន្លែង browser បងប្អូនចង់ដាក់វីដេអូដែលបងប្អូន record ហើយបងប្អូនចង់យកវីដេអូយើងពីកន្លែងណាបងប្អូនចុច browser នេះមកបងប្អូនដាក់កន្លែងវីដេអូនេះមកវានឹងហើយយើងចុច select folder មកវានឹងរត់ចូលឲ្យយើងនៅក្នុងវីដេអូហ្នឹងណាបងប្អូនអរគ្នាចឹងកន្លែងនេះបងប្អូនធ្វើការ record នេះបងប្អូនយកពាក្យថា MP4 មកនេះកន្លែងនេះ MP4 ហើយវីដេអូនេះ recorder នេះបងប្អូនចុចមកបងប្អូនមាន VGA card មានអីហ្នឹងបងប្អូនចុចមកណាបងប្អូនឧស្សាហ៍ខ្ញុំអត់មានចឹងខ្ញុំអត់រើសទេហើយអូខេកន្លែងនេះអីដូចគ្នាចឹងຕົកចឹងទៅមកក្រោមទៀតមកហើយកន្លែង bitrate នេះតកតនឹងការ record វីដេអូរបស់យើងចង់ឲ្យវីដេអូគុណភាពបងប្អូនដាក់ឲ្យច្រើនជាងខ្ញុំមកបើបងប្អូន speed ធំឬក៏អ៊ីនធឺណិតដើរលឿនណាបងប្អូននេះថាអ៊ីនធឺណិតខ្ញុំស្វាមកល្មមលេងទេខ្ញុំដាក់តែប៉ុណ្្នឹងទេចឹងកន្លែងនេះដាក់2មកដូចគ្នាអូខេបងប្អូនអរគ្នារួចហើយយើងចុចពាក្យថា apply ហើយយើងចុចពាក្យថា OK ចឹងប៉ុណ្ណឹងវិជាការស្រេចបងប្អូនអរគ្នាហើយបងប្អូនចាប់ផ្ដើមធ្វើការ live stream បងប្អូនចុច live start ហ្នឹងពេលដែលយើងយកអា stream key ហ្នឹងមកហើយបងប្អូនអរគ្នាចឹងវីដេអូដែលរៀបចំ by OBS របស់យើងមានតែប៉ុណ្្នឹងឯងបងប្អូនអរគ្នាហើយសុំទោសចំពោះការនិយាយទៅរៀងរអាក់រអួលបងប្អូនអរគ្នាអញ្ចឹងនេះគ្រាន់តែជាការលើកមកចែកម្លែកចែកជូនអ្នកទាំងអស់គ្នាឲ្យចេះអញ្ចឹងណាសម្រាប់អ្នកដែលថ្មីដូចខ្ញុំហើយខ្ញុំក៏ថ្មីដែរខ្ញុំក៏ទៅចាប់ផ្ដើមលេង stream ដែរបងប្អូនអរគ្នាអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នានឹងយកយល់ហើយអត់ទោសពេលដែលខ្ញុំនិយាយទៅរៀងរអាក់រអួលអញ្ចឹងជួបខ្ញុំនៅវីដេអូក្រោយទៀតអូខេអរគុណច្រើនសម្រាប់ការទស្សនាបើពេញចិត្តសូមកុំភ្លេចជួយ subscribe ឲ្យខ្ញុំអ្នកមួយផងបងប្អូនអរគ្នាអូខេអរគុណច្រើនជួបគ្នាបាយបាយពេលក្រោយ